មានទស្សនៈមួយយល់ថាការទុកដាក់កូនចៅឲ្យមានគូស្រករដោយបង្ខំនាំឲ្យមានវិបត្តិសារីចូលបកស្រាយដោយលើកអំណះអំណាងក្នុងសង្គមនិងអក្សរសិល្ប៍សេចក្តីអធិប្បាយប្រទេសនីមួយៗលើសកលលោកនេះសុទ្ធតែមានវប្បធម៌និងអរិយធម៌រៀងៗខ្លួនប្រពៃណីវប្បធម៌ទាំងនេះបានបញ្ជាក់ឲ្យឃើញពីអត្តសញ្ញាណជាតិសាសន៍នោះផងដែរយ៉ាងណាមិញប្រទេសកម្ពុជាមានខឿនវប្បធម៌រុងរឿងគួរឲ្យចាប់អារម្មណ៍និងស្វែងយល់មិនខុសពីជាតិសាសន៍ណាទេឡើយទាក់ទងនឹងបញ្ហាវប្បធម៌នេះការទុកដាក់កូនចៅឲ្យមានគូស្រករក៏ជាផ្នែកមួយនៃសង្គមវប្បធម៌ដែលខ្មែរយើងប្រកាន់យកពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះហេតុនេះហើយទើបមានទស្សនៈមួយពោលថាការទុកដាក់កូនចៅឲ្យមានគូស្រករដោយបង្ខំនាំឲ្យមានវិបត្តិសារីតើទស្សនៈខាងលើមានអត្ថន័យនិងខ្លឹមសារយ៉ាងដូចម្តេចដើម្បីងាយស្រួលបកស្រាយនៅប្រធានបទខាងលើឲ្យបានក្បក់ក្បាយនិងស៊ីជម្រៅនោះយើងក៏បីស្វែងយល់នៅន័យរបស់ពាក្យមួយចំនួនជាមុនសិនពាក្យថាគូស្រករមានន័យថាការរៀបចំផ្សំផ្គុំកូនប្រុសកូនស្រីឲ្យคล้ายជាប្តីប្រពន្ធរស់នៅជាមួយគ្នារីឯពាក្យវិបត្តិសារីមានន័យថាភាពស្ដាយក្រោយទៅលើអ្វីដែលយើងបានធ្វើដូច្នេះតាមរយៈន័យរបស់ពាក្យខាងលើទស្សនៈប្រធានមានន័យថាការទុកដាក់រៀបចំផ្សំផ្គុំកូនប្រុសស្រីឲ្យคล้ายជាប្តីប្រពន្ធរស់នៅជាមួយគ្នាជាគ្រួសារដោយការបង្ខិតបង្ខំមិនមានការសួរយោបល់ពីកូនប្រុសស្រីនឹងនាំឲ្យមានការសោកស្ដាយក្រែងជាក់ជាមិនខានជាការពិតណាស់សង្គមមួយមានវប្បធម៌អរិយធម៌បានបន្សល់ទុកមកដល់បច្ចុប្បន្នចំពោះវប្បធម៌និងអរិយធម៌នេះវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការរស់នៅនិងសង្គមប្រវត្តិរបស់ជាតិសាសន៍នោះផងដែរយ៉ាងណាមិញចំពោះសង្គមខ្មែរយើងគឺថាការទុកដាក់កូនចៅឲ្យមានគូស្រករជារឿងមួយសំខាន់ខ្លាំងណាស់ដែលឪពុកម្ដាយមានកាតព្វកិច្ចត្រូវបំពេញរៀបចំឲ្យកូនប្រុសស្រីរបស់ខ្លួនដោយខានមិនបានសង្គមខ្មែរបានឲ្យតម្លៃទៅលើបញ្ហានេះខ្លាំងណាស់ដូច្នេះកូនប្រុសស្រីទាំងឡាយត្រូវតែក្រាបក្បាលដល់កន្ទេលនៅមុខមេបាប្រុសស្រីមុននឹងក្លាយជាប្តីប្រពន្ធនឹងគ្នាព្រោះនឹងជាបញ្ហានេះវាជាសកម្មភាពនៃការផ្ដល់តម្លៃដល់គូស្វាមីភរិយាថ្មីថ្មោងទាំងឡាយការប្រកាសដល់សាច់ញាតិអ្នកភូមិផងរបងជាមួយគ្នាឲ្យបានដឹងពីការរៀបចំនេះគូស្វាមីភរិយាទាំងឡាយនឹងទទួលបានពរជ័យពីមេបាប្រុសស្រីព្រមទាំងសាច់ញាតិនិងជាការផ្ដល់នូវកិត្តិយសដល់គ្រួសារនៅពេលណាគេបានឆ្លងកាត់ការរៀបចំទុកដាក់ពីសំណាក់ឪពុកម្ដាយរហូតឆ្លងកាត់ពិធីអពាហ៍ពិពាហ៍មុននឹងក្លាយជាប្តីប្រពន្ធនឹងគ្នាផ្ទុយទៅវិញបើគូស្វាមីណាមិនទទួលយកនូវការផ្សំផ្គុំរៀបចំទុកដាក់ជាគូស្រករពីសំណាក់ឪពុកម្ដាយទេពួកគេនឹងទទួលបាននូវពាក្យនិន្ទារិះគន់ពេបជ្រាយហើយធ្វើឲ្យគ្រួសារអាប់អយមិនខានដូច្នេះហើយទើបយើងឃើញថាក្នុងសង្គមខ្មែរយើងពីអតីតកាលរហូតដល់បច្ចុប្បន្នយើងពិនិត្យឃើញថាកូនប្រុសស្រីត្រូវបានឪពុកម្ដាយរៀបចំផ្សំផ្គុំទុកដាក់ជានិរាបមុននឹងពួកគេរួមនៅជាមួយគ្នាជាប្តីប្រពន្ធបង្កើតបានជាក្រុមគ្រួសារមានកូនមានចៅចំពោះបញ្ហានេះគេពិនិត្យឃើញថាការទុកដាក់កូនចៅឲ្យមានគូស្រករជាកាតព្វកិច្ចរបស់ឪពុកម្ដាយគ្រប់រូបក៏ពិតមែនប៉ុន្តែបើការទុកដាក់នោះខ្វះការសួរនាំកូនប្រុសស្រីវិញវាក៏ផ្ដល់ផលអវិជ្ជមានដល់កូនប្រុសស្រីដែលនាំឲ្យកើតនៃការប្រេះឆាបែកបាក់វិនាសឬស្លាប់ទៀតផងដូច្នេះការបង្ខិតបង្ខំកូនប្រុសស្រីឲ្យទទួលយកនៅគូស្រករតាមការរៀបចំទុកដាក់និងការយល់ឃើញពីសំណាក់ឪពុកម្ដាយតែមួយបន្តាដោយខ្វះការប្រឹក្សាសួរយោបល់ពីសំណាក់កូនប្រុសស្រីវាតែងផ្ដល់នូវអមង្គលដល់កូនប្រុសស្រីទៅវិញដែលវាជាទង្វើគួរឲ្យសោកស្ដាយហើយមិនគួរឲ្យកើតមានក្នុងសង្គមសម័យទំនើបកូនប្រុសស្រីមានសិទ្ធិសេរីភាពនៅក្នុងការផ្ដល់នូវមតិយោបល់ឬការប្រឹក្សាជាមួយឪពុកម្ដាយនៅក្នុងការជ្រើសរើសគូស្រករមិនមែនស្ថិតនៅតែលើគំនិតឬការមើលឃើញរបស់ឪពុកម្ដាយតែមួយមុខប៉ុណ្ណោះទេតែបើឪពុកម្ដាយមិនទទួលយកនៅមតិរបស់កូនប្រុសស្រីហើយបែរជាសម្រេចដោយការបង្ខិតបង្ខំ
និងអត្តនោម័តតាមគំនិតរបស់ខ្លួនវិញពួកគាត់នឹងមានភាពស្ដាយក្រោយនិងនាំមកនូវទុក្ខសោកដល់កូនប្រុសស្រីវិញមិនខានជាក់ស្ដែងតាមរយៈអក្សរសិល្ប៍រឿងផ្កាស្រពោនដែលជាវណ្ណកម្មរបស់លោកនោះហាចនោះយើងឃើញថាតួអង្គយាយនួនដែលជាម្ដាយរបស់នាងវិថាវីបានផ្សំផ្គុំនាងវិថាវីឲ្យណៃសុទ្ធដែលនាងវិថាវីមិនស្រឡាញ់ចូលចិត្តទាស់តែសោះដោយមិនបានសួរនាំនាងវិថាវីឡើយយាយនួនយល់ឃើញថាអ្វីដែលគាត់មើលឃើញនឹងធ្វើគឺល្អហើយនឹងធ្វើឲ្យកូនស្រីរបស់គាត់មានសុភមង្គលនិងសេចក្តីសុខប៉ុន្តែការផ្សំផ្គុំបែបនេះមិនទទួលបានលទ្ធផលល្អខុសដូចគាត់គិតឡើយផ្ទុយទៅវិញធ្វើឲ្យគាត់មានវិបដិសារីពេញមួយជីវិតតាមរយៈការមិនអាចទទួលបានរបស់នាងវិថាវីដែលទីបំផុតនាងនោះស្រាយតាមរយៈការធ្វើធុរណកម្មផ្លូវចិត្តខ្លួនឯងដោយការមិនពេញចិត្តរហូតធ្លាក់ជូនឈឺដែលទីបំផុតគឺទទួលមរណភាពមិនខុសអ្វីពីនាងវិថាវីឡើយនាងទាវដែលជាតួអង្គក្នុងរឿងទុំទាវវិញក៏ដូចនេះដែរតាមរយៈការទុកដាក់នាងឲ្យមានគូស្រករពីសំណាក់ម្ដាយរបស់នាងទៅឲ្យមឿនងួនដែលជាកូនរបស់ខុកញ៉ាអជូនដោយមិនបានសាកសួរចិត្តនាងសក់នោះដែលធ្វើឲ្យនាងកើតទុក្ខមិនសុខចិត្តព្រោះនាងមិនបានប្រតិព័ទ្ធមឿនងួនឡើយនៅទីបំផុតនាងបានធ្វើអត្តឃាតព្រោះតែមិនពេញចិត្តពីសំណាក់ការរៀបចំផ្សំផ្គុំរបស់ម្ដាយនាងជាហេតុធ្វើឲ្យម្ដាយនាងមានវិបដិសារីអស់មួយជីវិតមិនខុសអ្វីពីក្នុងអក្សរសិល្ប៍ឡើយក្នុងសង្គមខ្មែរយើងនាពេលបច្ចុប្បន្ននេះយើងតែងតែឮតាមរយៈសារព័ត៌មានជារឿយៗចំពោះហេតុការណ៍នៃការរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករនេះបើឪពុកម្ដាយណាដែលបានផ្សំផ្គុំកូនចៅដោយមិនផ្ដល់ឱកាសឲ្យកូនបញ្ចេញមតិយោបល់ឬសាកសួរនាំចិត្តកូនចៅទេគេតែងឮនឹងឃើញសោកមេត្តាមកម្មជារឿយៗពីសំណាក់កូនប្រុសស្រីតាមរយៈការធ្វើអត្តឃាតឬការចុះចោលផ្ទះសម្បែងឬពង្រត់គ្នាចាកចោលគ្រួសារដែលនាំឲ្យគ្រួសារបាត់បង់កិត្តិយសនិងសេចក្តីថ្លៃថ្នូរជាហេតុធ្វើឲ្យឪពុកម្ដាយទាំងនោះស្ដាយក្រោយចំពោះទង្វើនិងការយល់ឃើញរបស់ខ្លួនរួមមកយើងឃើញថាតាមរយៈការបកស្រាយពីសំណាក់អក្សរសិល្ប៍និងសង្គមជាក់ស្ដែងយើងឃើញតើទស្សនៈរបស់ប្រធានពិតជាត្រឹមត្រូវនិងមានខ្លឹមសារយ៉ាងជ្រាលជ្រៅប្រកបមែនសរុបសេចក្តីមកឆ្លងតាមរយៈអំណះអំណាងនិងការបកស្រាយខាងលើយើងអាចវាយតម្លៃនិងសន្និដ្ឋានបានថាទស្សនៈរបស់ប្រធានខាងលើពិតជាមានបំណងបញ្ញត្តិស្មារតីពន្យល់ឪពុកម្ដាយគ្រប់រូបឲ្យគិតគូរពិចារណាក្នុងការរៀបចំផ្សំផ្គុំកូនចៅប្រុសស្រីរបស់ខ្លួនឲ្យคล้ายជាប្តីប្រពន្ធដែលមិនត្រីអត្តនោម័តតាមគំនិតរបស់ខ្លួនឡើយព្រោះទង្វើនេះវានាំមកនូវការឈឺចាប់ភាពសោកស្ដាយនិងសេចក្តីវិនាសដល់កូនប្រុសស្រីរបស់ខ្លួនទៅវិញដូច្នេះផ្លូវដែលល្អគឺឪពុកម្ដាយនិងកូនប្រុសស្រីត្រូវព្រមព្រៀងគ្នាក្នុងការបើកចំហការពិភាក្សាគ្នាលើរឿងគូស្រករនេះទើបនាំមកនូវសុភមង្គលដល់កូនប្រុសស្រីនិងមិនមានវិបដិសារីក្នុងជីវិត